mình đang tha ông ca UNESCO nâng kịp phơ quạ phê phơ có phơ thong đó pe na tiết mình ta hai khang thay nâng còn chân tiết ọt miên khma ọt miên lệ khuôn ấy so mong trang đài bị phốp lộn nâng kê ta tua xoa thà ប្រាសាទអង្គរវត្តគឺជាសម្បត្តិបៃតិកភណ្ឌពិភពលោកដែលមានកម្ពុជាគឺជាម្ចាស់អភ័យឯកសិទ្ធិហើយរបាំអប្សរាក៏ជាសម្បត្តិបៃតិកភណ្ឌពិភពលោកដែលគេបញ្ចូលក្នុងរបាំរាជទ្រព្យគឺជាសម្បត្តិបៃតិកភណ្ឌក្នុងឆ្នាំ2018ហើយអង្គរវត្តយើងគឺចុះបញ្ជីក្នុងបៃតិកភណ្ឌពិភពលោកតាំងពីឆ្នាំ1992តែថៃនៅតែអត់ព្រមនៅតែខំមិនលែងព្យាយាមធ្វើយ៉ាងណាធ្វើឲ្យពិភពលោកយល់ច្រឡំថារបស់ទាំងអស់ហ្នឹងគឺជារបស់ថៃខ្ញុំអត់យល់របៀបរបបនៃការគ្រប់គ្រងរបៀបនៃការថែរក្សាអភិរក្សគេឈ្មោះសម្បត្តិបៃតិកភណ្ឌដែលចេញមកពីប្រទេសនីមួយៗរបស់អង្គការ UNESCO គេថែរក្សាមិនទៅណោះបានឲ្យថៃនឹងធ្វើអីតាមចិត្តអញ្ចឹងវាដូចជាការម្លងក្បាលអង្គការ UNESCO ឬក៏កុហកពិភពលោកដែលគិតថាពិភពលោកល្ងងឬក៏ប្រទេសមួយចំនួនហ្នឹងគឺនៅតែធ្វើខ្វាក់ភ្នែកធ្វើកធ្វើថ្លង់ដោយមិនថ្កោលទោសចំពោះអំពើរបស់ថៃទៀតឬក៏យ៉ាងណាខ្ញុំឆ្ងល់ដែរអ្នកទាំងអស់គ្នាប្រកាសជាស្គាល់កន្លែងប្រាសាទនេះមែនអត់នៅគិតបើនៅថៃថាវត្តភូម៉ាន់ហ្វាដែលនៅខេត្តបុរីរាមย์របស់ប្រទេសថៃមានលោកសង្ឃម្នាក់មិនដឹងថាគេជក់ថ្នាំមកហឺតពីហឺតបែកថ្នាំដេកសម័យថាមានស្អីណាទេវតាខ្មោចព្រាយអរិយណាមកយសពឲ្យគេនឹងធ្វើអីកសាងប្រាសាទអីណាសេហនគរអីណាម៉ែវាអីណានោះថ្មីត្បិតតែស្នាដៃរបស់ថៃដែលព្យាយាមចម្លងកូពីអង្គរវត្តកម្ពុជាយើងហ្នឹងគឺអត់អាចធ្វើដូចទាំងស្រុងមែនព្រោះអីយើងចូលទៅទឹកដីអង្គរដឹងថាមានអារម្មណ៍ថាតិចតិជុំជាទឹកដីដ៏ស័ក្តិសិទ្ធិប៉ុន្តែថៃគឺមានសមត្ថភាពអាចធ្វើឲ្យពិភពលោកយល់ច្រឡំបានគឺពិភពលោកទាំងមូលតែងតែយល់ច្រឡំយូរណាស់មកហើយថាប្រទេសថៃគឺជាកម្មសិទ្ធិនៃប្រាសាទអង្គរវត្តព្រោះគេចង់បានខ្លាំងណាស់អញ្ចឹងយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាទោះបីជាការចម្លងប្រាសាទអង្គរវត្តរបស់ថៃហ្នឹងគឺมันដូចប្រាសាទអង្គរវត្ត 100% ក៏ដោយក៏ប៉ុន្តែថៃអាចមានសមត្ថភាពធ្វើឲ្យពិភពលោកយល់ច្រឡំបានពិភពលោកប្រជាជនទូទាំងពិភពលោកគឺយល់ច្រឡំយូរមកហើយថាប្រាសាទអង្គរវត្តគឺជារបស់ថៃហើយពិភពលោកភាគច្រើនប្រជាជនភាគច្រើនគឺអត់ស្គាល់កម្ពុជាអត់ស្គាល់ប្រទេសកម្ពុជាទេគេស្គាល់តែអង្គរវត្តគឺជារបស់ថៃចុះតម្រាំតែវានឹងគឺមានកវត្តកូពីនៅប្រទេសវាមួយទៀតមិនដឹងថាគេជឿយ៉ាងណាទៅឥឡូវនេះវាធ្វើអត់ដូចទេហើយក៏កន្លែងប្រាសាទភូម៉ាន់ហ្វាកន្លែងសីហនគរក្រួយម៉ែវាហ្នឹងគឺมันអាចប្រៀបធៀបនឹងអង្គរវត្តហើយក៏มันអាចជាសម្បត្តិបេតិកភណ្ឌរបស់បុរាណដែរតែអាចជារំលងពី300ឆ្នាំទៀតកន្លែងហ្នឹងគឺជាកន្លែងបុរាណស្ថានតែក៏យើងត្រូវដឹងថាបុរាណស្ថានហ្នឹងគឺជាកើតឡើងពីការចំណែនប្រាសាទអង្គរវត្តរាប់ពាន់ឆ្នាំមុនហើយថៃហ្នឹងគឺជាតួចម្លងរបស់ប្រាសាទអង្គរវត្តរបស់ខ្មែរយើង 100% ដោយមិនអាចប្រកែកបានហើយសម័យអ៊ីនធឺណិតហើយចង់អ្នកឯងអ្នកមានដល់កម្រិតណាក៏ដោយក៏មិនឈ្នះមតិរបស់ប្រជាពលរដ្ឋរបស់ប្រជាជនទូទាំងពិភពលោកដែរទោះបីជាអ្នកឯងហ្នឹងមានយ៉ាងណាក៏ដោយហើយយើងមានអំណះអំណាងប៉ុណ្នេះហើយនៅខ្លាចអីពួកវាទៀតអញ្ចឹងពួកយើងទាំងអស់គ្នាជួយគ្នាម្នាក់ម្ដាយមួយជើងក្នុងការការពារគេឈ្មោះសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរយើង